នេះគឺខ្ញុំមកប្រាប់ពីរបៀបបូមទឹកថ្នាំនៅពេលដែល printer របស់បងប្អូនដាច់ពឿដើម្បីដឹងថា printer របស់បងប្អូនដាច់ពឿអ្វីគឺបងប្អូនត្រូវតេស្តពឿមើលសិនអញ្ចឹងយើងចាប់ផ្ដើមតេស្តពឿមើលតើវាដាច់ពឿអ្វីនេះបងប្អូន printer មួយនេះគឺវាដាច់ពណ៌ខ្មៅសម្រាប់ពណ៌ខ្មៅនេះគឺវាខូចហេតុហើយបងប្អូនហើយនឹងពណ៌ផ្សេងទៀតយើងត្រូវការបង្ហូរទឹកថ្នាំបើយើងមើលទៅលើ CEO ទឹកថ្នាំគឺវាដាច់អស់ហើយបងប្អូនគឺវាដាច់ចេញពី CEO អញ្ចឹងដើម្បីឲ្យទឹកថ្នាំរបស់យើងពេញនៅ CEO វិញតើយើងគួរធ្វើបែបម៉េចអញ្ចឹងបងប្អូនចាំទស្សនាមើលវីដេអូនេះទី1គឺយើងត្រូវមានសារ៉ាង3ទៅ4សារ៉ាងបងប្អូនដើម្បីបើកទឹកថ្នាំចេញពីកំប៉ុងទឹកថ្នាំហ្នឹងចូលមក CEO ពេញវិញនេះបងប្អូនគឺធ្វើបែបនេះអញ្ចឹងទឹកថ្នាំរបស់យើងគឺពេញ CEO ហើយបងប្អូនអញ្ចឹងបន្តមកទៀតគឺយើងត្រូវដូរ head ពណ៌ខ្មៅបងប្អូន printer មួយនេះគឺវាខូច head ពណ៌ខ្មៅហើយបងប្អូនបើ head color អត់អីទេបងប្អូនគឺវានៅស្អាតល្អយើងគ្រាន់តែបង្ហូរទឹកថ្នាំបញ្ចូលយកវិញទៅយើងអាច clean ហើយប្រើបានបងប្អូន printer នេះគឺជា printer Canon G2010 បងប្អូន G2000 G2010 G3010 អីហ្នឹងបងប្អូនគឺធ្វើរបៀបដូចគ្នាបងប្អូនមិនថាមានករណីដូចគ្នាបែបនេះ head របស់Canon G2000 G2010 អីហ្នឹងគឺ head វាគឺនៅដាច់ឡែកពីគ្នាបងប្អូន head ខ្មៅនៅម្ដុំ head color នៅម្ដុំបងប្អូនអញ្ចឹងយើងចាប់ផ្ដើមhead កញ្ចប់ head ថ្មីបងប្អូន head ថ្មីយើងដក head អាចាស់ចេញមកសម្រាប់ head ចាស់ហ្នឹងគឺយើងប្រើបានទៀតទេបងប្អូនគឺបោះចោលវាតែហ្មងទៅអញ្ចឹងយើងបានថ្មីហើយនេះនេះជា head ថ្មីហ្មងដកចេញពីស្រោមអញ្ចឹងបន្ទាប់ពីយើងបកអស់ហើយយើងដាក់ចូលកន្លែងវាកន្លែង head ពណ៌ខ្មៅបងប្អូនហើយយើងសកត់អាក្បាលនឹងហើយយើងច្រត់អាពីរនឹងចូលអូខេបងប្អូនអញ្ចឹងយើងបិទការ៉ូបវាវិញបិទការ៉ូទាំងពីរបងប្អូនអញ្ចឹងខ្ញុំបញ្ជាក់កន្លែងការ៉ូបខៀវនឹងតិចបងប្អូនសម្រាប់ការ៉ូបខៀវគឺដល់ពេលដែលយើងបូមទឹកថ្នាំគឺយើងត្រូវតម្លាក់វាចុះក្រោមបងប្អូនកាលណាដែលយើងបើកវាឡើងលើពេលយើងបូមទឹកថ្នាំគឺទឹកថ្នាំវាអត់ហូរមកទេបងប្អូនគឺអាការ៉ូបពីរហ្នឹងវាមានតួនាទីគៀបស៊ីយ៉ូដើម្បីកុំឲ្យទឹកថ្នាំធ្លាក់ចុះក្រោមបងប្អូនពេលយើងបូមទឹកថ្នាំយើងត្រូវការតម្លាក់ការ៉ូបនឹងចុះក្រោមពេលដែលយើងបឺតទឹកថ្នាំពេញស៊ីយ៉ូនឹងហើយយើងត្រូវការលើកអាការ៉ូបពណ៌ខៀវឡើងលើវិញបងប្អូនដើម្បីគៀបស៊ីយ៉ូកុំឲ្យទឹកថ្នាំវាធ្លាក់ចុះក្រោមវិញបងប្អូនតាមពេលដែលយើងតម្លាក់ការ៉ូប head នឹងស្កត់ចុះក្រោមហើយចាំយើងអាចតម្លាក់អាការ៉ូបទឹកថ្នាំនឹងចុះក្រោមបានបងប្អូនបន្ទាប់ពីយើងបូមទឹកថ្នាំហើយបដូរ head ពណ៌ខ្មៅហើយយើងចាប់ដើមបើក printer មកបងប្អូនដើម្បីតេស្តពឿមើលតើវាមានដាច់ពឿដាច់អីទៀតអត់បងប្អូននេះបងប្អូន printer កំពុងតែដំណើរការចាំបន្តិចបងប្អូនអញ្ចឹងពឿយើងកំពុងចេញម្ដងហើយបងប្អូននាងបងប្អូនបន្ទាប់ពីយើងបូមទឹកថ្នាំហើយយើងបដូរ head ថ្មីពណ៌ខ្មៅឃើញថា head ពឿ color របស់យើងគឺស្អាតបងប្អូនអានេះគឺអាថ្មីនេះគឺអាចាស់ដែលយើងតេស្តមុនដំបូងគឺដាច់អស់នេះគឺអាថ្មីបងប្អូនគឺស្អាត 100%